ថ្ងៃនេះដែរខ្ញុំនឹងធ្វើការលើកយកនៅ sound មួយចំនួនឬក៏សំឡេងដែលពេញនិយមបំផុតនៅក្នុងប្រទេសចិនចែកជូនបងប្អូនស្ដាប់ទាំងអស់គ្នាសំឡេងទី1 Random sound you hear in China. សំឡេងទី1គឺជាសំឡេងខាកស្ដោះនៅក្នុងប្រទេសចិនគេតែងតែគិតថាការស្ដោះគឺជាប្រពៃណីវប្បធម៌ធម្មតារបស់គេប៉ុន្តែសម្រាប់យើងជនបរទេសយើងមើលទៅគឺវាដូចជាខ្ពើមអញ្ចឹងចឹងនៅពេលដែលបងប្អូនឃើញគេខាកស្ដោះមិនចាំខ្វល់ច្រើនទេវាជារឿងធម្មតារបស់គេទី2请注意倒车，请注意倒车。 សំឡេងនេះដែរគឺនៅពេលដែលរថយន្តចូលអត់ឬក៏ចេញពីចំណតសម្រាប់អ្នកដែលទៅដើរលេងហើយជួលបន្ទប់សណ្ឋាគារឬក៏ផ្ទះដែលស្នាក់នៅជិតខ្វែងហ្នឹងមានចំណតឡានប្រកាសជាលឺសំឡេងទាំងអស់ហ្នឹងហើយសម្រាប់អ្នកដែលនៅប្រទេសចិនហ្មងគឺភាគច្រើននៅក្នុងប្រទេសចិនគឺគេរស់នៅជាអាគារអញ្ចឹងការចេញចូលគឺមានចំណតឡានអីត្រឹមត្រូវដូច្នេះហើយប្រកាសជាលឺវាពីព្រឹកដល់យប់ពីយប់ដល់ព្រឹកវិញហើយសំឡេងទី3你爱我，我爱你，蜜雪冰城甜蜜蜜。 សំឡេងនេះផងដែរគឺជាសំឡេងមួយរបស់ហាងតែគុជដ៏ពេញនិយមនៅក្នុងប្រទេសចិនដែលមានរាប់ពាន់សាខានៅទូទាំងប្រទេសចិនតែម្ដងហាងនោះដែរគឺហាងតែគុជមីសៀហ្នឹងឯងគេប្រើវាដើម្បីសម្រាប់ធ្វើការទាក់ទាញភ្ញៀវឬក៏បំពេអារម្មណ៍ភ្ញៀវនៅពេលដែលភ្ញៀវកំពុងតែធ្វើការរងចាំដោយសារតែនៅក្នុងហាងតែគុជមីសៀចិនភាគច្រើនមានហាងមួយចំនួនគឺភ្ញៀវបុកសំណុកមកខ្លាំងមែនទែនអញ្ចឹងភ្ញៀវត្រូវរងចាំវាសំឡេងទី4支付宝到账20元。 សំឡេងទី4នេះផងដែរគឺជាសំឡេងនៅពេលដែលទូទាត់លុយវាជាសំឡេងមួយដែលសម្រាប់ធ្វើការalertដល់ម្ចាស់ហាងថាភ្ញៀវបានធ្វើការទូទាត់លុយរួចរាល់ហើយដោយសារនៅក្នុងប្រទេសចិនហាងទំនិញមិនថាហាងតូចហាងធំគឺគេប្រើការ scan WeChat ហើយនិង Alipay ដូច្នេះហើយនៅពេលដែលធ្វើការ scan រួចហើយវានឹង load លឺសំឡេងទាំងអស់ហ្នឹងដើម្បី alert ដល់ម្ចាស់ហាងដឹងថាភ្ញៀវបានធ្វើការទូទាត់លុយរួចហើយសំឡេងទី5开锁成功。 សំឡេងទី5នេះដែរគឺជាសំឡេងដែលធ្វើការបើកសោនៅពេលដែលធ្វើការ scan ជីកង់ថាកង់ពណ៌បៃតងពណ៌លឿងឬក៏ពណ៌ខៀវឯងនៅពេលដែល scan រួចរាល់សោកង់គឺនឹងបើកឯងហើយកង់នីមួយៗនៅពេលដែលភ្ញៀវគេឈប់ជិះគឺវានឹងលុបសោអូតូនៅពេលដែលភ្ញៀវបញ្ជាក់ថាឈប់ជិះឬក៏ដល់កន្លែងណាមួយដែលបានកំណត់តែភ្ញៀវខ្លួនឯងហ្នឹងគឺយកវាទៅទុកនៅកន្លែងហ្នឹងកង់ដែរគឺអាចយកទៅចោលណាក៏បានដែរឲ្យតែមានចំណតមិនចោលក្នុងធំញ៉ាំទេណាទៅច្រឡំចុងក្រោយនេះគឺសំឡេងទី6对不起，您拨打的电话暂时无法接通。 សំឡេងនេះផងដែរសម្រាប់អ្នកដែលធ្លាប់ធ្វើដំណើរចេញទៅក្រៅប្រទេសហើយនឹងអ្នកដែលរស់នៅប្រទេសចិនកំពុងប្រើប្រាស់ស៊ីមចិនប្រកាសជាលឺអាសំឡេងទាំងអស់ហ្នឹងសំឡេងទាំងអស់ហ្នឹងគឺនៅពេលដែលយើងខលទៅនរណាម្នាក់គេអត់លើកទូរស័ព្ទឲ្យយើងបានន័យថាការខលទៅបានព្យួរអញ្ចឹងសំឡេងនេះគឺជាសំឡេងរបស់ក្រុមហ៊ុនហើយសំឡេងមួយណាដែលបងប្អូនធ្លាប់បានលឺឬក៏កំពុងតែអង្គុយលឺរាល់ថ្ងៃហ្នឹងអាចធ្វើការ comment បានហើយនឹងមានសំឡេងច្រើនទៀតដែលខ្ញុំនឹងធ្វើការចែកជូនបងប្អូននៅពេលក្រោយទៀតសូមអរគុណច្រើនបាយបាយកុំភ្លេចចុច follow like វីដេអូខ្ញុំផងអរគុណច្រើន